បាទសួស្តីទាំងអស់គ្នាចឹងខ្ញុំសង្កេតឃើញមានបញ្ហាមួយចំនួនដែលទាំងអស់គ្នាធ្លាប់ comment សួរខ្ញុំតាក់ទងជាមួយនឹងការចែកshare ឯកសារនៅក្នុង Google Sheet ទៅឲ្យអ្នកណាម្នាក់គាត់អាច comment ឬក៏អាច edit បានអញ្ចឹងថ្ងៃនេះគឺខ្ញុំមកចែកម្លែកតាក់ទងជាមួយនឹងពីរបៀប share ដោយកុំឲ្យអ្នកដែលយើងអាច share ទៅឲ្យហ្នឹងគឺមិនឲ្យប៉ះពាល់ឯកសាររបស់យើងអញ្ចឹងជំហានដំបូងទាំងអស់គ្នាមកពិនិត្យនិងតាមដានមើលការចែកម្លែករបស់ខ្ញុំអញ្ចឹងដើម្បីកុំឲ្យប៉ះពាល់ឯកសារឬក៏ប៉ះពាល់ទិន្នន័យនៅក្នុង Google Sheet ដែលយើងបាន share ឲ្យទៅដៃគូរបស់យើងអញ្ចឹងយើងអាចធ្វើរបៀបនេះតោះទី1គឺយើងមក select អញ្ចឹងយើង select វាហើយបន្ទាប់មកគឺយើងចុច mouse ស្ដាំមកហើយមើលពាក្យខាងក្រោមនេះគឺគេដាក់ view more cell action អញ្ចឹងយើងយកពាក្យនេះ protect rank យើងចុចរបៀបប៉ក់មកហើយបន្តវា load មកអញ្ចឹងនៅកន្លែងនេះយើងមិនទាន់អាចវាយកន្លែងគឺយើងដាក់ set permission បាទយើងចុច set permission មកអញ្ចឹងកន្លែងនេះគឺយើងយក click យកពាក្យ restrict who can edit this rank អញ្ចឹងយើងយកតែខ្លួនយើងទេបើសិនយើងយក customer គឺអ្នកដែលយើងផ្ញើទៅហ្នឹងគឺគាត់អាច edit បានអញ្ចឹងយើងយកពាក្យ only you តោះមកចុចពាក្យដាំបាទអញ្ចឹងទាំងអស់គ្នាឃើញទេអញ្ចឹងវាជាប់នេះវាជាប់ពាក្យថា can edit ប៉ុន្តែមានចាក់សោចាប់បាននេះ protect rank អញ្ចឹង protect rank គឺ rank ដែលយើងបាន select នេះពី B1 ដល់ពី B2 ដល់ I16 អញ្ចឹង B2 I16 បន្ទាប់មកគឺយើងចុចកន្លែង share នេះមកបាទចុចកន្លែង share នេះមកហើយយើងយកនេះកន្លែងនេះគឺយើងយកពាក្យថា anyone with the link បាទ anyone with the link បាទបន្ទាប់មកយើង copy បាទកន្លែងនេះគឺយើងអាចដាក់edit បានយើងដាក់ edit ហើយបន្ទាប់មកគឺយើង copy link មកបន្ទាប់មកដាំបាទហើយយើងអាចទៅផាសlink ហ្នឹងទៅឲ្យដៃគូរបស់យើងតាមរយៈ Telegram ក៏បានតាមរយៈ Facebook ក៏បានអញ្ចឹងយើងឧទាហរណ៍ខ្ញុំ copy ផាសនេះទៅឲ្យគាត់នេះចុះអញ្ចឹងខ្ញុំផាសទៅខ្ញុំក៏ផាស link ហ្នឹងទៅអញ្ចឹងគាត់អាចចុចមើលទៅបានហើយគាត់អាចចុចមើលប៉ុន្តែអត់អាចឲ្យ edit នៅកន្លែង rank ដែលយើងបានដាក់ password ហ្នឹងទេបាទអញ្ចឹងមកគិតថាវីដេអូមានប្រយោជន៍សូមធ្វើការ like និងចែកម្លែកបន្តបាទសូមអរគុណច្រើន